ในក្នុងវីដេអូមួយនេះខ្ញុំនឹងប្រាប់អ្នកគ្នាតើតើជាមួយនឹងការប្រើប្រាស់ជាមួយនឹង The Man Vacuum T50W HT Combo មួយនេះអញ្ចឹងតោះទៅមកជាមួយខ្ញុំទាំងអស់គ្នាអញ្ចឹងបន្តមកទៀតយើងចូលដល់កន្លែងដងមួយនេះអញ្ចឹងដងនេះដូចដឹងស្រាប់ហើយអត់ពិបាកទេត្រូវការដោះចេញយើងចុចមួយមកចុចឲ្យយើងដកចេញណាចុចដកចេញត្រូវការដាក់ចូលត្រូវងាំវាមកហើយដកចេញពីនេះអញ្ចឹងនេះយើងដកចេញចុចដល់ប្រភេទក្បាលតូចអាក្បាលតូចនេះបើយើងត្រូវការដាក់វាជាប់ម៉ាស៊ីនយើងអាចដាក់បែបនេះពីរល់ដាក់ចឹងមករួចចូលហើយបាត់នេះគឺយើងដូចគ្នាយើងមើលអាថ្មិញនេះមើលអាថ្មិញកដោវានៅពីក្រោយនេះមកគឺដាក់បែបនេះឃើញទេជួបបានបាត់យើងមកមើលពីរបៀបនៃការប្រើប្រាស់ម៉ាស៊ីនមួយនេះទាំងអស់គ្នាបេតុងនេះគឺជាបេតុងវត្តបើកចាអានេះវាមានតាមអានេះគឺជាបេតុងដែលយើងបដូរ function នេះគឺជា function ទី1 eco function ទី1 eco function ទី2 standard function ទី3 strong hold ឲ្យជាប់ប្រហែលជា5 second យើងចូលដល់ function turbo ហ្នឹងខ្លាំងជាងគេ hold ប្រហែលជា5 second អញ្ចឹង function នេះគឺជា function ខ្លាំងមែនតើអញ្ចឹងកន្លែងនេះគឺជាភាគរយថ្មម៉ាស៊ីននេះគឺវា load LED ឲ្យយើងឃើញបែបនេះនេះភាគរយថ្មចង់ឈប់ប្រើយើងបិទវិញអូខេមានតែប៉ុណ្្នឹងទេម៉ាស៊ីនមួយនេះវាប្រើជាមួយនឹងប្រភេទពណ៌ battery ឬក៏យើងហៅកាត់វាថាជាប្រភេទពណ៌ថ្មប្រើថ្មបែបហ្នឹងណាអញ្ចឹងស៊េរីនេះគឺល្អមែនតើដោយសារចាអ្នកនរគ្នាអាចមើលពីម៉ាស៊ីននេះបានខាងនេះបានហើយឃើញទេអានេះគឺជា battery របស់វាអញ្ចឹងដើម្បីយើងប្រើប្រាស់វាយ៉ាងងាយស្រួលឬក៏យើងមួយទៀតហ្នឹងគឺគេហៅថាការបដូរថ្មក៏បានដែរបើសិនអ្នកគ្នាមានថ្មពីរយើងអាចបដូរវាបានតែមួយយើងសាក់ចោលហើយមួយទៀតគឺយើងយកវាមកប្រើតែម្ដងក៏បានដែរអញ្ចឹងយើងអាចចុចវាអញ្ចឹងអានេះគេហៅថាថ្មយើងអាចចុចវាបានចុចវាចេញមកយើងដោះចេញអូខេអីថ្មរបស់វាហើយបើយើងត្រូវការសាក់ថ្មវាក៏បានដែរនេះឡៃសាក់ថ្មវាបើយើងល្អអ្នកនរគ្នាមានថ្មពីរឬក៏យើងទិញ replace ថ្មមួយសម្រាប់បដូរយើងអាចមួយយើងសាក់ចោលមួយទៀតយើងដាក់មួយម៉ាស៊ីនណាអានេះយើងអាចដោះដូរថ្មវាបានងាយស្រួលប្រើមែនតើអត់បាក់អីដល់ពេលយើងសាក់ថ្មហើយយើងដាក់ចូលវិញគឺដាក់បែបនេះអូខេរួចរាល់ងាយមែនតើចា៎នៅក្នុងវីដេអូមួយនេះខ្ញុំបានប្រាប់អ្នកទាំងគ្នារួចរាល់ហើយទៅជាមួយនឹងការប្រើប្រាស់ការសម្អាតការផ្គុំចូលការដាក់ម៉ាស៊ីនចេញការបដូរក្បាលអីហ្នឹងគឺប្រាប់ detail ទាំងអស់ហើយអញ្ចឹងបើសិនមកអ្នកគ្នាមានចង្អុលទៅជាមួយនឹងការប្រើប្រាស់ផ្សេងៗអាច comment នៅខាងក្រោមនេះបានអញ្ចឹងកុំភ្លេចចុច like share comment and subscribe ដើម្បីទទួលបានជាមួយនឹងវីដេអូថ្មីៗជួបគ្នានៅវីដេអូក្រោយបាយ